និយាយមែនបងប្អូនថ្ងៃនេះបើក Facebook មកឃើញតែគេនិយាយរឿងភ្លក់រសជាតិថ្មីបងប្អូនណាសម្រាប់បងប្អូនយើងដែលចូលចិត្តភ្លក់រសជាតិថ្មីណាថ្ងៃនេះខ្ញុំមានកន្លែងពិសេសមួយថ្មីនៅកន្លែងគាត់នេះដំណើរការទៅតែបានមកអត់ទេប៉ុន្តែមានបងប្អូនយើងគាត់មកគាំទ្រច្រើនមែនតើហើយបែបថាលក្ខណៈខេភីងណាមែនទេបងប្អូនយើងនៅក្រុងសេរីភ័ណ្ឌមិនគួររំលងទេកន្លែងនេះកន្លែងអង្គុយលេងនៅពេលល្ងាចបងប្អូនយើងអាចមកអង្គុយលេងទីនេះបានលក្ខណៈថាបែបរ៉ូម៉ាន់ទិកអញ្ចឹងណាមានកន្លែងគេអង្គុយលេងថតរូបមកឆ្ងាញ់នៅទីនេះហើយទីនេះគឺមានតាក់ទងជាមួយនឹងសាច់អាំងសាច់កនួយសាច់អីបុកល្ហុងគាត់ក៏មានដែរទេសភាពគាត់រៀបចំបានល្អមែនតើគាត់កំពុងតែរៀបចំបន្ថែមទៀតបងប្អូនអានេះគាត់ទើបតែដំណើរការបានប្រហែលជាមួយសប្តាហ៍ទៅ10ថ្ងៃទេប៉ុន្តែគាត់រៀបចំបានច្រើននេះបងប្អូនរំលឹកអនុស្សាវរីយ៍មានស្រាថ្នាំស្រាអីណានៃសើគាត់បងប្អូនសើគាត់មែនតើដែលគាត់នឹកឃើញតាក់ទងជាមួយនឹងការរៀបចំបែបហ្នឹងណាបងប្អូនទៀតហ្នឹងគាត់នឹងបន្ថែមតាក់ទងជាមួយនឹងប្លង់ថតរូបក៏មានច្រើនដែរបងប្អូនហើយក៏មានពុកម៉ែបងប្អូនយើងគាត់មកកំងជាហោហើយអញ្ចឹងទៅបងប្អូនណាបុកល្ហុងគាត់ទៅណូមែនតើនិយាយមែនតើទៅគាត់ទើបតែបើកដំណើរការទេប៉ុន្តែគាត់លក់ដូរនៅទីនេះហាក់បីដូចជាគាត់ជើងចាស់ដៃចាស់អញ្ចឹងណាហើយតាក់ទងជាមួយនឹងប្រហិតគេហៅថាមនុស្សប្រហិតតកួនប្រហិតឆាតកួនគេណាមានពងទាកូនមានសង្វាក់មានគេហៅបុកល្ហុងអីអញ្ចឹងទៅបងប្អូននៅទីនេះខ្ញុំគិតថាវាល្អមែនតើសម្រាប់ពុកម៉ែបងប្អូនយើងលក្ខណៈថាគ្រួសារក៏បានសិស្សសាលានិស្សិតអីអញ្ចឹងណាថ្ងៃឡើងបងប្អូនយើងមិនដឹងថាទៅអង្គុយណាទេអាចមកអង្គុយនៅទីនេះបានបងប្អូនទេសភាពស្អាតណាស់នៅទីនេះបើសិនជាពេលល្ងាចមានថ្ងៃវិញណាអូចលងភ្នំព្រោះអីនៅទីនេះគឺជាប់ជាមួយនឹងជើងភ្នំប្រូណាបងប្អូនជាប់ជាមួយនឹងជើងភ្នំប្រូជានឹងឯងហើយជាមួយនឹងអាមុខបនុយដែលគេហៅថាប្រហិតឆឹងឯងបងប្អូនប្រហិតឆឹងតកួនអាហ្នឹងណាដាក់ជាមួយអាម្ទេសឆាគាត់នឹងចង់និយាយថាអូយរសជាតិគឺចាប់ជាតិបានល្អមែនតើនិយាយមែនតើទៅល្ងាចឡើងបងប្អូននៅទីនេះមនុស្សរបស់គាត់មានច្រើនណាស់មានតាំងពីប្រហិតត្រីឆ្លាតគេបន្ទាប់ជាមួយនឹងជ្រក់របស់គេអញ្ចឹងណាមានពងទាកូនមានបុកល្ហុងឯណានៃហើយបើសិនជាពេលល្ងាចយំចេះទៀតអូមនុស្សរបស់គាត់គឺមានច្រើនណាស់មានតាំងពីឆានតងឆាងកែបឯណានៃមានច្រើនតងជាមួយនឹងម្ហូបខ្លែមឯណាបងប្អូនយើងអាចកំងគាត់បានមែនតើទៅខ្ញុំរៀបរាប់មិនអស់ទេប៉ុន្តែបងប្អូនយើងអាចកំងគាត់បាននៅទីនេះណាបែបថាបែបហ្នឹងបងប្អូនស្រស់ស្រាយមែនទេបងប្អូនស្រស់ស្រាយមែនទេហើយទីតាំងគាត់បងប្អូនទីតាំងគាត់អត់ពិបាករកទេទីតាំងគាត់បើសិនជាបងប្អូនយើងជិះតាមមុខសាលារៀនខ្លាកូនណាផ្លូវសួនស្រែជនបទបងប្អូនកន្លែងឃើញនៅខាងស្ដាំដៃឃើញគេដាក់ផ្លាកប៉ុណ្ណានេះហើយបងប្អូនយើងជិះចូលតាមផ្លូវហ្នឹងមកជិះចូលតាមហ្នឹងឲ្យត្រង់មកចូលឲ្យត្រង់ប្រហែលជាខ្ញុំគិតថាប្រហែលជា5-600ម៉ែត្រចុះបងប្អូនយើងជិះចូលក្នុងគម្រោងដីឡូហ្នឹងណាគម្រោងដីឡូហ្នឹងបងប្អូនយើងជិះតាមផ្លូវដែលខ្ញុំបានបង្ហាញអញ្ចឹងទៅអានេះសម្រាប់ពុកម៉ែបងប្អូនយើងដែលមិនចង់ជិះទៅខាងផ្លូវគេហៅថាផ្សារបារ៉ូអញ្ចឹងពុកម៉ែបងប្អូនយើងជិះតាមផ្លូវសួនស្រែជនបទបងប្អូនយើងជិះចូលតាមផ្លូវហ្នឹងមកជិះទៅតាមឲ្យត្រង់ដូចខ្ញុំមកនេះបុកមកខាងជើងភ្នំបារ៉ូនេះបងប្អូនមិនមែនថារសជាតិទេតាក់ទងជាមួយនឹងទេសភាពគឺស្អាតមែនតើល្ងាចឡើងបងប្អូនយើងមកថតរូបណាគឺស្អាតមែនតើនេះគេដាក់ផ្លាកចូលទៅក្នុងប្រហែលជា20-30ម៉ែត្រគឺឃើញហើយបងប្អូននៅជាប់នឹងផ្លូវនឹងផ្ទាល់តែម្ដងហើយសម្រាប់ពុកម៉ែបងប្អូនយើងដែលគាត់ធ្វើដំណើរឆ្លងកាត់តាមមុខសាលាក្រុងឬក៏ពុកម៉ែបងប្អូនយើងដែលនៅម្ដុំផ្សារបារ៉ូហ្នឹងណាពុកម៉ែបងប្អូនយើងមិនបាច់ចាំជិះមកផ្លូវហ្នឹងទេពុកម៉ែបងប្អូនយើងជិះចូលតាមនេះអាខ្លោនេះអាប៉ាណូធំហ្នឹងនិយាយទៅប៉ាណូហ្នឹងគឺទល់មុខជាមួយនឹងវត្តបារ៉ូនឹងផ្ទាល់តែម្ដងណាបងប្អូនយើងជិះចូលតាមផ្លូវហ្នឹងមកអាផ្លូវនេះគឺជាផ្លូវមួយដែលយើងជិះទៅដល់ប៉ែកគួរណាបងប្អូនយើងជិះទៅដល់ប៉ែកគួរយើងជិះតាមផ្លូវហ្នឹងឯងជិះតាមផ្លូវបេតុងរហូតមកឃើញមានពុកម៉ែបងប្អូនយើងគាត់កំពុងដល់ប៉ែកគួរអូទេសភាពស្អាតណាស់នៅទីនេះបងប្អូនចង់ថាគាត់នេះគឺស្ថិតនៅក្នុងចលងភ្នំណាបងប្អូនទេសភាពដល់ប៉ែកគួរអូស្អាតមែនតើពុកម៉ែបងប្អូនយើងជិះតាមផ្លូវហ្នឹងមកជិះតាមផ្លូវហ្នឹងឲ្យត្រង់មករហូតមកឃើញមានគេដាក់ផ្លាកមួយប៉ុណ្ណានៃនេះបងប្អូនតាក់ទងជាមួយនឹងផ្លាកគាត់ហ្នឹងណាអញ្ចឹងពុកម៉ែបងប្អូនយើងជិះចូលតាមផ្លូវហ្នឹងមកនេះកាហ្វេនេះកាហ្វេជើងភ្នំហ្នឹងបងប្អូនយើងជិះចូលតាមផ្លូវហ្នឹងឲ្យត្រង់ចុះមកប្រហែលជាថា4-500ម៉ែត្រចុះជិះតាមផ្លូវដែលខ្ញុំមកបង្ហាញហ្នឹងណាពុកម៉ែបងប្អូនយើងមកឃើញផ្លាកមួយទៀតនេះផ្លូវហ្នឹងគឺបងប្អូនយើងមកតាមផ្លូវសួនស្នេហ៍ក៏ត្រូវជិះតាមផ្លូវក៏ត្រូវដែរជិះចូលទៅខាងក្នុងតិចទៅគឺឃើញតែតាក់ទងជាមួយនឹងសកម្មភាពពុកម៉ែបងប្អូនយើងពេលល្ងាចមួយទៀតបងប្អូនសូមបញ្ជាក់ផងដែរនៅទីនេះណាក៏ដំណើរការចាប់ពីម៉ោង10ពេលព្រឹករហូតដល់ម៉ោង10ពេលយប់ហើយពេលយប់ក៏មានអេតិចជាលក្ខណៈខែបែបគ្រួសារអញ្ចឹងណាបងប្អូនយើងឲ្យមកអង្គុយលេងបានហើយបងប្អូននៅទីនេះបាននិយាយចំទៅគឺគាត់ស្ថិតនៅក្នុងគម្រោងដីឆេងសុខឹមអញ្ចឹងណាបងប្អូនប្រហែលជាស្គាល់ហើយមនុស្សរបស់គាត់គឺមានច្រើនមុខណាស់អញ្ចឹងបងប្អូនយើងអាចកំងគាត់បានអញ្ចឹងណាសម្រាប់ព័ត៌មានបន្ថែមចាំមើលខ្ញុំដាក់ក្នុង comment Google Map បងប្អូនយើងចូលទៅក្នុង comment ទៅដល់តែឃើញហើយតែខ្ញុំមេលីគឺមានតែប៉ុណ្្នឹងទេអរគុណច្រើននេះភ្លក់របស់ថ្មី